Fajita chiên cha fajita chiênនេះជាម្ហូបបរទេសបងប្អូនចាបើបានជៀនហើយថ្មីដាក់ទឹកម្ទេសតិចសម្រាប់ម្ហូបមួយមុខនេះឆ្ងាញ់ណាស់បងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមធ្វើហើយខ្ញុំដាក់ម្សៅមីចំនួន1កែវអំបិល1/4ស្លាបព្រាតូចហើយនឹងប្រេងឆាខ្ញុំដាក់2ស្លាបព្រាបងប្អូនចាបន្ទាប់មកគឺទឹកក្តៅអ៊ុនខ្ញុំដាក់1/4កែវចាកែវដែលខ្ញុំវាល់នេះគឺកែវ1/2អញ្ចឹងខ្ញុំដាក់កន្លះកែវមានន័យថា1/4បងប្អូនចាខ្ញុំដាក់ហើយខ្ញុំកូរចូលគ្នាឲ្យសព្វអញ្ចឹងបានខ្ញុំច្បាច់ច្បល់លុញបងប្អូនចាលុញម្សៅនឹងឲ្យដូចថាចូលបាយតែមួយបងប្អូនចាមានន័យថាស្អិតចូលគ្នាបងប្អូនចាតតែរលោងចានធន់ដូចនេះអានឹងមានន័យថាម្សៅយើងនឹងបានរួចរាល់ហើយបងប្អូនហើយខ្ញុំក៏យកផ្លាស្ទិកនឹងខ្ចប់ទុករយៈពេល15នាទីដែរ15នាទីបងប្អូនចាបន្ទាប់ពីខ្ញុំខ្ចប់ម្សៅហើយខ្ញុំចាប់ផ្ដើមធ្វើបន្លែសម្រាប់យកទៅឆាជាមួយសាច់ចាបន្លែសម្រាប់ហ្វាហ៊ីតានេះអត់មានអីច្រើនទេបងប្អូនចាមានតែខ្ទឹមបារាំងនិងម្ទេសពណ៌លឿងហើយនឹងខ្ទឹមពណ៌ក្រហមបងប្អូនចាពីមុនមកពេលដែលខ្ញុំធ្វើហ្វាហ៊ីតាខ្ញុំចូលចិត្តលាយម្ទេសដូចថាពណ៌ផ្សេងគ្នាបងប្អូនចាដូចជាពណ៌លឿងពណ៌ក្រហមពណ៌បៃតងអីគឺខ្ញុំដាក់ចូលគ្នាប៉ុន្តែថ្ងៃនេះខ្ញុំអត់មានខ្ញុំប្រើតែមួយមុខចាគឺពណ៌លឿងឥឡូវមកហាន់ខ្ទឹមក្រហមចំនួន1ដុំហ្នឹងចាបន្លែយើងតែប៉ុណ្ណេះរួចបងប្អូនចារីឯសាច់ចាខ្ញុំមានតែសាច់ទ្រូងមាន់មួយចំហៀងខ្ញុំយកមកហាន់ដូចថារៀងចំណិតរៀងវែងបងប្អូនឥឡូវខ្ញុំដាក់គ្រឿងផ្សំចូលមានម្សៅស៊ុបមាន់ហើយម្សៅម្ទេសរបស់កូរ៉េហើយនឹងម្រេចហើយនេះជាម្សៅគូមិនចាហើយនឹងស្ករបន្តិចនិងក្រូចឆ្មាមួយចំណិតបងប្អូនចារួចហើយខ្ញុំមកច្បល់លាយជាមួយនឹងសាច់មាន់ហ្នឹងទុកប្រហែលជា5នាទីទៅសំយើងយកទៅឆាបងប្អូនចាឥឡូវខ្ញុំចាប់ផ្ដើមឆាសាច់ហើយខ្ញុំដាក់ប្រេងឆាចូលបន្តិចដាក់ខ្ទឹមពណ៌ក្រហមហ្នឹងឆាវារៀងឈ្ងុយបន្តិចបងប្អូនមុនយើងដាក់សាច់ចូលចាសម្រាប់ម្ហូបមួយមុខនេះបងប្អូនខ្លះគាត់ធ្វើគាត់ដាក់ខ្ទឹមបារាំងឬខ្ទឹមក្រហមហ្នឹងដាក់លាយគ្នាតែម្ដងបងប្អូនចាចាក់សាច់យកតែម្ដងហើយគាត់ឆាចាមានវិធីធ្វើដូចថារៀងខុសគ្នាតិចចឹងបងប្អូនចាឥឡូវខ្ញុំចាក់សាច់ឆាជាមួយនឹងខ្ទឹមក្រហមនិងមួយផ្លែតសិនបានខ្ញុំដាក់ខ្ទឹមបារាំងចូលបងប្អូនចាដាក់ខ្ទឹមបារាំងចូលនេះខ្ញុំឆាតែមួយផ្លែតទេបងប្អូនចាច្បល់ឡើងខ្ញុំក៏យកម្ទេសផ្លោកដែលខ្ញុំកាត់រួចហ្នឹងចាជាចំណិតរៀងវែងហ្នឹងដាក់ចូលមកបងប្អូនចាឆាវាឲ្យវារៀងទន់តិចទៅជាការស្រេចទេបងប្អូនចាសម្រាប់ហ្វាហ៊ីតានេះមិនបាច់ចៀនក៏បានដែរបងប្អូនចាគេហូបជាមួយនឹងទទាស្រស់មានន័យថាទទាដែលយើងចៀនហើយហ្នឹងមិនបាច់រុំហើយយកទៅចៀនដូចខ្ញុំថ្ងៃនេះទេប៉ុន្តែសម្រាប់ខ្ញុំនឹកឃើញថាចង់ធ្វើឲ្យប្លែកចាហើយក៏នឹកឃើញថាចង់ហូបម្ហូបមួយមុខនឹងដែរអញ្ចឹងបងប្អូនពីព្រោះខ្ញុំធ្លាប់ហូបចាឥឡូវខ្ញុំចាប់ផ្ដើមធ្វើទទាបងប្អូនចាលុញទទាអញ្ចឹងជាបន្ទះហើយបានខ្ញុំយកវាទៅចៀនចាសម្រាប់ទទានេះពីមុនបងប្អូនហើយខ្ញុំឧស្សាហ៍ធ្វើដូចថាវាលុញទៅបានមូលល្អប៉ុន្តែមួយរយៈនេះខ្ញុំមិនសូវដែលបានធ្វើទទាច្រើនណាបងប្អូនចាម្ល៉េះហើយដូចថាការលុញរបស់ខ្ញុំហ្នឹងវាមិនសូវបានមូលដូចគេទេបងប្អូនចាជាធម្មតាបងប្អូនដែលគាត់ដឹងចាគាត់ស្គាល់ថាទទាហ្នឹងគឺមូលចាជាធម្មតាបងប្អូនចាឥឡូវខ្ញុំលុញហើយខ្ញុំទាញតិចបានខ្ញុំយកវាទៅដាក់ចៀនបងប្អូនចាចៀននេះយើងបើកភ្លើងតិចបងប្អូនបើសិនជាបើកភ្លើងខ្លាំងក៏ទទារបស់យើងនឹងវារៀងរឹងដែរបងប្អូនចាបើយើងបើកភ្លើងតិចទៅមើលតែរៀងប៉ោងមកយើងអាចប្រែវាពីម្ខាងទៅម្ខាងប្រហែលជាកន្លះនាទីទេបងប្អូនចាយើងអាចប្រែចុះប្រែឡើងរហូតដល់ទទាយើងឆ្អិនអញ្ចឹងបងប្អូនចាហើយថ្ងៃនេះខ្ញុំធ្វើមិនសូវច្រើនទេខ្ញុំធ្វើល្មមសម្រាប់ដែលខ្ញុំហូបអញ្ចឹងបងប្អូនចា
បើកូនដូចថាគាត់មិនសូវជួយចិត្តចាសម្រាប់ខ្ញុំធ្លាប់ហូបខ្ញុំដូចថាជួយចិត្តច្រើនណាបងប្អូនឥឡូវចាប់ផ្ដើមដាក់ប្រេងឆាដើម្បីយកទៅទាហ្នឹងចៀនចាឥឡូវខ្ញុំដាក់ឈីសហ្នឹងបន្តិចចាឈីសបន្តិចសាច់ដែលខ្ញុំចៀនឆាហើយហ្នឹងចាដាក់មកហើយខ្ញុំគ្រាន់តែបត់ដូចនេះចៀនវារៀងដូចថាពណ៌ត្នោតដូចនេះបងប្អូនចាប្រែពីម្ខាងទៅម្ខាងអញ្ចឹងបងប្អូនហើយទៅទានេះពេលដែលយើងចៀនភ្លាមហើយហូបក្តៅអញ្ចឹងត្រូវដាក់ឈីតិចអូឆ្ងាញ់ណាស់បងប្អូនណាចាឥឡូវខ្ញុំចៀនតែ2បន្ទះឲ្យបងប្អូនមើលសិនចាម្ហូបនេះគឺហូបក្តៅបានឆ្ងាញ់បងប្អូនបើយើងទុករៀងតិចដូចថាវារៀងដូចថាមិនសូវឆ្ងាញ់បើសម្រាប់ខ្ញុំបងប្អូនចាបើចៀនឲ្យថ្មីចេះដឹងតែឆ្ងាញ់ហើយបងប្អូនចាថែមនៅទឹកម្ទេសឬក៏ចាខ្ញុំគិតថាអត់ត្រូវទឹកប៉េងប៉ោះទេចាទឹកម្ទេសចាថែមទឹកម្ទេសតិចទៅអូឆ្ងាញ់ណាស់ចាវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណជម្រាបលា